ក្នុងឱកាសបើកទិវាបុណ្យឯករាជ្យជាតិ9វិច្ឆិកាខួបអនុស្សាវរីយ៍លើកទី61ជាបន្តទៅទីនេះសូមអញ្ជើញតាមទស្សនាព័ត៌មានដែលមានជាបន្តដូចតទៅក្នុងទិវា9វិច្ឆិកាគឺជាមហាព្រឹត្តិការណ៍ដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រជាតិត្រូវបានប្រពៃឡើងជារៀងរាល់ឆ្នាំរហូតមកដល់ពេលនេះមានរយៈពេលជាង61ឆ្នាំមកហើយការប្រពៃឡើងនៅទិវាបុណ្យឯករាជ្យជាតិ9វិច្ឆិកាបានធ្វើឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់អិសរាជជនជាតិនិងអន្តរជាតិមហាជនប្រសង់ប្រជារាស្ត្រកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទលោកគ្រូអ្នកគ្រូសិស្សនិស្សិតកម្មករកសិករនៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាបងប្អូនជនរួមជាតិយើងរស់នៅខាងក្រៅប្រទេសមានសេចក្តីសប្បាយរីករាយក្រៃលែងចូលរួមអបអរសាទរយ៉ាងឃ្លីវខ្លាបំផុតនិងសូមសម្ដែងនូវសេចក្តីកតញ្ញូតាធម៌ជាអនេកប្រការថ្វាយចំពោះព្រះមហាករុណាធិគុណដែលពុំអាចកណនាបាននៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវរក្សត្រព្រះវរិយបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងព្រះអង្គបានបំពេញនៅព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាក្នុងការរិះរោចនៅគ្រប់មធ្យោបាយដ៏មានប្រសិទ្ធភាពខ្ពស់សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះជាយុទ្ធសាស្ត្រនៃកិច្ចចរចាដោយសន្តិវិធីរហូតទាមទារបានមកវិញ100%នៅកេតនភ័ណ្ឌឯករាជ្យសេរីភាពបូរណភាពទឹកដីជូនជាតិមាតុភូមិជាទីស្នេហារបស់ព្រះអង្គនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ក្នុងឱកាសអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបអនុស្សាវរីយ៍លើកទី61 9វិច្ឆិកា1953 9វិច្ឆិកា2014ដ៏មហោរឹកនាឆ្នាំនេះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងរួមដង្ហែព្រះរាជសកម្មភាពដោយសម្ដេចជាវាំងវរៈវៀងជ័យអធិបតីស្រង្គាគង់សំអល់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងព្រមទាំងមន្ត្រីជាន់ខ្ពស់ព្រះបរមរាជវាំងព្រះអង្គបានសពព្រះចរិយាស្ដេចយាងពីព្រះបរមរាជវាំងទៅកាន់វិមានឯករាជ្យនៅព្រឹកថ្ងៃទី9ខែវិច្ឆិកានេះដើម្បីគង់ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងការយាងបំពេញនៅរាល់ព្រឹត្តិកិច្ចដ៏រំដំនិងពិធីប្រពៃបើកទិវាបុណ្យឯករាជ្យជាតិខួបលើកទី61និងទិវាកំណើតកងយុទ្ធពលខេមរភូមិន្ទដែលជាទិវាបុណ្យជាតិពោពេញដោយមោទនភាពនិងភាពសប្បាយរីករាយរបស់ប្រជាជាតិយើងទាំងមូលទិវា9វិច្ឆិកាគឺជាមហាព្រឹត្តិការណ៍ដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រជាតិត្រូវបានប្រពៃឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកទៅដល់មហាព្រឹត្តិការណ៍ដ៏វិសេសវិសាលនៃ9វិច្ឆិកាក្នុងអំឡុងពេលកាលពី61ឆ្នាំមុនដែលពេលនោះនៅទីលានខាងមុខព្រះទីនាំងច័ន្ទឆាយាព្រះបរមរាជវាំងបានរៀបចំពិធីបុណ្យយ៉ាងអធិកអធមមួយដើម្បីទទួលស្គាល់និងអបអរសាទរចំពោះការដកថយអំណាចរបស់ពួកអាណានិគមនិយមបារាំងចេញពីព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសព្រឹត្តិទិវាបុណ្យឯករាជ្យជាតិខួបអនុស្សាវរីយ៍លើកទី61ដ៏មហានក្ខត្តរឹកនេះមានព្រះវត្តមាននិងវត្តមាននៃថ្នាក់ដឹកនាំនិងអិសរាជជនជាន់ខ្ពស់យើងនឹងអញ្ជើញចូលរួមដង្ហែព្រះរាជកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាចក្រម្ចាស់ជាបុត្រត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសប្រពៃពិធីបុណ្យជាតិដ៏ឧត្តុង្គឧត្តមនេះមានជាអានសម្ដេចអគ្គមហាពញាចក្រហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមសុខេនរដ្ឋមន្ត្រីស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមសាយឈុំអនុប្រធានទី1ប្រសិទ្ធិឯកឧត្តមទេពងនអនុប្រធានទី2ប្រសិទ្ធិឯកឧត្តមងុនញ៉លអនុប្រធានទី2រដ្ឋសភាឯកឧត្តមនាយឧត្តមស្នេហ៍ទាបាញ់ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តមគិតឈុនឧបនាយករដ្ឋមន្ត្រីប្រចាំការលោកជំទាវម៉ានសំអនឧបនាយករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចឯកឧត្តមឧបនាយករដ្ឋមន្ត្រីប៊ុនឈិនប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីឯកឧត្តមឧបនាយករដ្ឋមន្ត្រីយឹមឆៃលីប្រធានក្រុមប្រឹក្សាអភិវឌ្ឍវិស័យកសិកម្មនៅជនបទឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែកំយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនព្រមទាំងព្រះរាជវង្សសនវង្សសមាជិកសមាជិការបស់ប្រសិទ្ធិរដ្ឋសភារាជរដ្ឋាភិបាលមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នប្រជារាស្ត្រកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទលោកគ្រូអ្នកគ្រូសិស្សនិស្សិតនិងអង្គទូតនៃបណ្ដាប្រទេសជាមិត្តនៅលើពិភពលោកប្រចាំនៅព្រះរាជាណាចក្រកម្ពុជាទិវាបុណ្យឯករាជ្យជាតិ9វិច្ឆិកាដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ឆ្នាំនេះទទួលបាននៅកិត្តិយសដ៏ឧត្តមក្រៃលែងដោយបានប្រកាសណាចុះម្ចាស់ជាវលត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ព្រះអង្គសពរាជរដ្ឋីស្រយាងប្រពដោយផ្ទាល់ដោយក្នុងបណ្ដាឆ្នាំកន្លងទៅនោះដែរធ្វើឲ្យពិធីបុណ្យជាតិដ៏ធំនេះបានប្រព្រឹត្តទៅក្នុងសភាពដ៏ត្រចះត្រចង់បំផុតថ្ងៃនេះប្រជាជាតិកម្ពុជានៅក្នុងនិងក្រៅប្រទេសមានសេចក្តីសប្បាយរីករាយចូលរួមអបអរស្វាគមន៍យ៉ាងឃ្លីបខ្លានិងសូមសម្ដែងនៅកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះមហាករុណាធិគុណដែលពុំអាចកាត់ថ្លៃបាននៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាបរិក្ស័នព្រះរាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរសម្ដេចឪសម្ដេចតាសម្ដេចតាទូតជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងព្រះអង្គបានបំពេញនៅព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាក្នុងការរិះរកនៅគ្រប់មធ្យោបាយដ៏មានប្រសិទ្ធភាពខ្ពស់សម្រាប់ធ្វើជាមូលដ្ឋានជាយុទ្ធសាស្ត្រនៃកិច្ចចរចាដោយសន្តិវិធីរហូតទាមទារបានមកវិញទាំងស្រុងនៅឯករាជ្យសេរីភាពបូរណភាពទឹកដីជន់ជាតិមាតុភូមិជាទីស្នេហារបស់ព្រះអង្គបន្ទាប់ពីពួកអាណានិគមនិយមបារាំងបានដាក់នឹមត្រួតត្រាលើកម្ពុជាក្នុងឆ្នាំ1863មានសម័យឧត្តមគឺមានរយៈពេលជិត1សតវត្សរ៍
សូមព្រះជាញ្ញាយើងប្រកាសណាជាអម្ចាស់ជីវិតដ៏ត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគោរពអញ្ជើញសម្ដេចអាយដាមលោកជំទាវលោកស្រីមេត្តាព្រះមេត្តាគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាព្រមប្រកាសណាជាអម្ចាស់ជីវិតត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីជាទីសក្ការៈដ៏ខ្ពង់ខ្ពស់រួមនឹងហេតុដល់សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមសុខេនាយករដ្ឋមន្ត្រីស្ដីទីសម្ដេចជាវាំងគង់សមលឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងឯកឧត្តមសាយឈុំអនុប្រធានទី1ប្រសិទ្ធិឯកឧត្តមឧបនាយករដ្ឋមន្ត្រីទីបាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិបានយាងនឹងអញ្ជើញក្នុងពិធីដាក់កម្រងផ្កានៅក្នុងវិមានឯករាជ្យនិងបានលំអរព្រះសិរិសានិងសិរិសាស្មងគ្រូវិញ្ញាណក្ខន្ធនៃវីរបុរសវីរយុទ្ធជនវីរនារីនិងជាកិច្ចសម្ដែងនៃការដឹងគុណជាអនេកបការចំពោះវីរភាពដ៏អង្អាចក្លាហានរបស់អស់លោកដែលបានធ្វើពលកម្មគ្រប់បែបយ៉ាងប្រកបដោយមនសិការស្នេហាជាតិដ៏ខ្ពង់ខ្ពស់ដង្ហែតាមព្រះរាជតម្រិះដ៏ភ្លឺស្វាងត្រចះត្រចង់របស់ព្រះករុណាព្រះបាទសម្ដេចព្រះមហាក្សត្រព្រះរាជបិតាឯករាជ្យនៃការនាំមកនូវឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីនិងសេចក្តីសុខសុភមង្គលជូនដល់ប្រជាជាតិកម្ពុជាទាំងមូលបន្ទាប់មកប្រកាសណាជាអម្ចាស់ជីវិតលោកត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះជរតីស្ដេចយាងប្រជាទានភ្លើងទៀនជ័យដែលជានិមិត្តរូបនៃការប្រពៃទិវាបុណ្យឯករាជ្យជាតិខួបអនុស្សាវរីយ៍លើកទី61ចាប់ដំណើរការក្នុងរយៈពេលចំនួន3ថ្ងៃគឺពីថ្ងៃទី9ខែវិច្ឆិការហូតដល់ថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2014នៅក្នុងការនោះដែរសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទីវង្សសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះអភិសិរិសកុន្ធាមហាសង្ឃរាជាធិបតីប៊ូគ្រីសម្ដេចព្រះមហាសង្ឃរាជគណៈធម្មយុត្តកនិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះវណ្ណរដ្ឋណោយច្រឹកព្រះសង្ឃនាយករងទី3នៃព្រះរាជាណាចក្រកម្ពុជា
សម្ដេចព្រះឧត្តមបញ្ញាដងផង់សម្ដេចព្រះឧត្តមវង្សាមុងរ៉ាសម្ដេចព្រះឧត្តមចរិយាឈឹងប៊ុនជាព្រមទាំងព្រះរាជាគណៈទាំងពីរគណៈសរុបមាន9អង្គបានស្វាធ្យាយជាយន្តោពុទ្ធជ័យមង្គលកើតមានក្នុងពិធីបុណ្យឯករាជ្យជាតិខួបលើកទី61និងថ្វាយមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះរាជបិតាឯករាជ្យជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានយាងគង់ប្រថាប់សោសុខក្នុងសមាសួរនៅសមានព្រះនិព្វានជាឋានប្រកបដោយព្រះបរមសុខដ៏ខ្ពង់ខ្ពស់បំផុតសូមឧទ្ទិសថ្វាយនៅមហាព្រះរាជកុសលផលបុណ្យដ៏ថ្លៃថ្លាកើតឡើងពីព្រះរាជហត្ថីទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាចៅម្ចាស់ជីវលត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបុណ្យឯករាជ្យជាតិខួបអនុស្សាវរីយ៍លើកទី61ដ៏វិសេសវិសាលនេះថ្វាយចំពោះគុណបុណ្យប្រតនត្រ័យនៃអតីតព្រះមហាក្សត្រព្រះមហាក្សត្ររាជនីខ្មែរគ្រប់ព្រះអង្គនិងវត្ថុស័ក្តិសិទ្ធិគ្រប់ព្រះអង្គក្នុងលោកមានទេវតាថរសាព្រះមហាសុរិឆានជាប្រធានសូមបីបាច់រក្សាសម្ដេចព្រះមហាក្សត្រីព្រះរាជមាតាជាតិខ្មែរព្រមទាំងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានប្រកបនៅព្រះរាជសុខភាពដ៏បរិបូរណ៍ប្រកយពលមមុនព្រះបញ្ញាញាណភ្លឺថ្លានិងមានប្រជាយឺនយូរជាងរយប្រវសាដើម្បីគង់ប្រថាប់នៅជាមលុបដ៏ត្រជាក់ត្រជុំសមោសម្បាយដល់កូនចៅចាទូរបស់ព្រះអង្គជាដរាបតរៀងទៅមហាព្រះកុសលដ៏ខ្ពង់ខ្ពស់នេះក៏សូមឧទ្ទិសបញ្ជូនផងដែរដល់វិញ្ញាណក្ខន្ធនៃវីរៈជនអ្នកស្នេហាជាតិយើងទាំងអស់ដែលបានពលិជីវិតក្នុងបុព្វហេតុទាមទារឯករាជ្យនិងភាពសុខសាន្តត្រានចំណុចចម្រើនរបស់ប្រទេសជាតិសូមទៅកាន់សុគតិភពប្រកបដោយបរមសុខខំបីអខានឡើយឡើងព្រៀបចាប់ផ្ដើមជ័យយោព្រះរាជាណាចក្រកម្ពុជាជ័យយោព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទស្សនវិជ្ជាដែលបង្ហាញនូវភាពស្និទ្ធស្នាលសប្បាយរីករាយនិងកក់ក្ដៅបំផុតរវាងមហាជនប្រជារាស្ត្រថ្វាយចំពោះព្រះករុណាចៅម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈក្នុងថ្ងៃនេះគឺជាការសម្ដែងនៅមនោសញ្ចេតនាស្វាមីភក្តិប្រកបដោយការគោរពដ៏ខ្ពង់ខ្ពស់ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលព្រះអង្គបានបន្តព្រះរាជបេសកកម្មបម្រើជាតិមាតុភូមិនិងប្រជារាស្ត្រកម្ពុជាពីព្រះរាជបិតារបស់ព្រះអង្គធ្វើឲ្យសង្គមជាតិយើងមានសេចក្តីសុខសន្តិភាពចម្រើនថ្កុំថ្កើងលើគ្រប់វិស័យនិងទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់នៅលើឆាកអន្តរជាតិ
ម្យ៉ាងវិញទៀតបរិយាកាសដ៏សែនសមរីករាយនេះក៏បានបង្ហាញឲ្យឃើញពីការដឹងប្រគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ព្រះមហាវរក្សត្រព្រះរាជបិតាឯករាជ្យជាតិសម្ដេចឪសម្ដេចតាសម្ដេចតាទូតដែលព្រះអង្គបានធ្វើព្រះរាជពលិកម្មលះបង់នៅអ្វីៗទាំងអស់ពុះពៀគ្រប់ឧបសគ្គក្នុងកលៈទេសៈនៃព្រះពុជនីយកិច្ចទាមទារឯករាជ្យនេះជាបន្តទៅទីនេះទូរទស្សន៍កម្ពុជាមីក្រូយោសូមថ្វាយនឹងជូនអត្ថបទដែលប្រកាសណាព្រះមហាវរក្សត្រព្រះរាជបិតាឯករាជ្យជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គប្រោសប្រជាទានក្រោមចំណងជើងថាប្រវត្តិសាស្ត្រឯករាជ្យបរិបូរណ៍នៃកម្ពុជាពុំមែនបានមកពីសន្និសីទអន្តរជាតិនេហ្សេណាវក្នុងឆ្នាំ1954នោះទេអត្ថបទមានខ្លឹមសារថាបើយើងនិយាយពីប្រទេសវៀតណាមខាងត្បូងនិងប្រទេសឡាវសន្និសីទអន្តរជាតិប្រជុំនៅទីក្រុងហ្សឺណែវប្រទេសស្វីសក្នុងឆ្នាំ1954បានផ្ដល់ឯករាជ្យបរិបូរណ៍ឲ្យប្រទេសទាំងពីរនេះពិតមែនចំណែកកម្ពុជាយើងវិញគឺមហាក្សត្ររាជរដ្ឋាភិបាលខ្មែរដែលមានសម្ដេចប៉ែននុតជានាយកនិងប្រជាជាតិខ្មែរប្រជារាស្ត្រជីវពលនារីក្លាហានសីហនុនិយមដែលជាអ្នកបានកសាងបានសមិទ្ធិពីដើមដល់ចុងនៅឯករាជ្យជាតិដោយខ្លួនឯងគ្មានបរទេសណាជួយខ្មែរយើងបន្តិចបន្តួចសោះឡើយផុសតាងគ្រប់លក្ខណៈទាំងអស់ដែលមានជាឯកសារស្របច្បាប់និងតាមប្រវត្តិសាស្ត្របរិសុទ្ធមានដូចតទៅតាមច្បាប់អន្តរជាតិព្រះរាជាណាចក្រកម្ពុជាយើងបានទាត់ចោលអាណានិគមនិយមបារាំងសេះជាដាច់ខាតហើយឡើងទៅកាន់ឋានៈជាប្រទេសឯករាជ្យឡើងវិញចាប់ពីថ្ងៃទី8ខែវិច្ឆិកាឆ្នាំ1949គឺថ្ងៃដែលមហាក្សត្រខ្មែរមានស្ដេចក្រមលួងស៊ីសវត្តមនីពង្សជារាជតំណាងចុះហត្ថលេខាជាផ្លូវការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងសេះនៅរដ្ឋធានីប៉ារីសលើសន្ធិសញ្ញាថ្មីសន្ធិសញ្ញាចុះថ្ងៃទី8ខែវិច្ឆិកាឆ្នាំ1949នេះដែលរដ្ឋសភានិងព្រឹទ្ធសភាសាធារណរដ្ឋបារាំងសេះឲ្យសេចក្ដីបានដល់ឧឡារិកចែងដ៏ច្បាស់លាស់ណាស់ថាសាធារណរដ្ឋបារាំងសេះទទួលស្គាល់ជាផ្លូវច្បាប់នៅឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជាហើយទុកជាមុខអំណះតទៅនៃសន្ធិសញ្ញាបារាំងខ្មែរនៅឆ្នាំ1863ព្រមទាំងអនុសញ្ញាបារាំងខ្មែរនៅឆ្នាំ1884ក្រោយចុះហត្ថលេខាលើសន្ធិសញ្ញាថ្ងៃទី8ខែវិច្ឆិកាឆ្នាំ1949មហាប្រទេសចំនួន6គឺសហរដ្ឋអាមេរិករាជាណាចក្រអង់គ្លេសអ៊ីតាលីកាណាដារាជាណាចក្រថៃនិងសាធារណរដ្ឋទូគីដែលសុទ្ធតែជាប្រទេសធំទទួលស្គាល់ជាផ្លូវការនិងផ្លូវរដ្ឋយ៉ាងឆាប់រហ័សនៅឯករាជ្យនៃរាជាណាចក្រកម្ពុជាយើងមុនឆ្នាំ1952ដែលជាឆ្នាំខ្ញុំចាប់ផ្ដើមរាជបូជនីយកិច្ចដើម្បីឯករាជ្យពេញទីនៃកម្ពុជាប្រទេសដែលទទួលស្គាល់ជាផ្លូវការនៅឯករាជ្យនៃកម្ពុជាយើងបូកសរុបទៅមានចំនួន35យើងនឹងគេក៏